នខ្មែរ IT សួស្តីបងប្អូនអ្នកគ្នានេះគឺជាវីដេអូស្ដីពីរបៀបនៃការបង្កើតគណនី Yahoo ពីកូនខ្មែរ IT ដើម្បីបង្កើតគណនី Yahoo បានសូមអនុវត្តដូចខ្ញុំតទៅដំបូងយើងត្រូវចូលបើកbrowser ណាមួយក៏បានអូខេយើង search ដាក់ថា yahoo.com enter បន្ទាប់មកយើងចុចពាក្យថា create an account អូខេយើងដាក់ first name បន្ទាប់មក last name បន្ទាប់មកចុះមកខាងក្រោមយើងជ្រើសរើស email ដែលយើងពេញចិត្តយើងដាក់ថាកូនខ្មែរមួយជីវិតអូខេយើងដាក់ password ឬ password អ្វីក៏បានឲ្យយើងពេញចិត្តយើងដាក់ចូលមកប៉ុន្តែត្រូវឲ្យវា strong ហើយចេញពណ៌ដូចនេះអូខេបន្ទាប់មកយើងរើសលេខទូរស័ព្ទដាក់ថាកម្ពុជានេះកម្ពុជាយើងពេលនេះគឺយើងដាក់លេខទូរស័ព្ទ SIM Smart ដើម្បីងាយស្រួលក្នុងការបង្កើតអូខេយើង set birthday ថ្ងៃកំណើតយើងដាក់ចោលដាក់អីក៏ដាក់បានដែរហ្នឹងតែឆ្នាំត្រូវដាក់ឲ្យក្មេងបន្តិចអូខេយើងរើស page ដល់ប្រុសដាក់ប្រុសស្រីដាក់ស្រីមកប្រុសដាក់ male ស្រីដាក់ female មកអូខេហើយកន្លោនខាងក្រោមនេះគឺយើងមិនបាច់ដាក់ក៏បានដែរយើងចុចពីដាក់ create accountនៅករណីនេះប្រសិនបើវាចេញដោយឆ្នេះគឺយើងត្រូវដាក់នៅលេខកូដដែលវាបានឲ្យនៅក្នុងនេះយើង enter ចូលកន្លែង enter code នេះប៉ុន្តែបើវាមិនឲ្យទេគឺវានឹងផ្ញើសារទៅលេខទូរស័ព្ទដៃរបស់យើងអញ្ចឹងយើងអាចឆែកលេខកូដនេះក្នុងទូរស័ព្ទដៃរបស់យើងបានយើងមកបំពេញចូលនេះអូខេយើងវាយលេខកូដដែលគេឲ្យមកបើសិនជាអត់មានទេគឺយើងអាចទៅឆែកមើលទូរស័ព្ទដៃរបស់យើងនៅលេខដែលយើងបានដាក់មិញនេះយើងពេចពាក្យ submit មកពេលដាក់ហើយដាក់ congratulations your account has been successfully created បាទបានន័យថា account គណនីរបស់អ្នកត្រូវបានបង្កើតដោយជោគជ័យអញ្ចឹងរងចាំវាដើរទៅចូល Yahoo អូខេគឺវាបានមកដល់ Yahoo ហើយដើម្បីឆែកមើល mail គឺយើងចុចត្រង់នេះគឺគេថា mail คลิกមកពេលនេះវាបានចូលមកដល់ mail របស់យើងហើយបានន័យថាការបង្កើត Yahoo របស់យើងបានជោគជ័យ 100% បាទជួបគ្នានៅវីដេអូក្រោយៗទៀតសូមអរគុណ